មកស្ដី EQS កែតម្រង់ថ្មីជាមួយនឹងចង្កូតបែប Yuki និងមានចម្ងាយបើកបោកកាន់តែឆ្ងាយជាងមុនអញ្ចឹងសម្រាប់ក្រុមហ៊ុន Mercedes មិនទាន់មានគម្រោងផលិតជំនាន់ទី2របស់ EQS ទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Mercedes ក៏បានណែនាំការកែតម្រង់ដ៏ធំមួយជាជម្រើសទី2សម្រាប់ EQS ដែលនាំមកនូវបច្ចេកវិទ្យាថ្មីៗជាច្រើនដើម្បីទាក់ទាញចិត្តអតិថិជនអញ្ចឹង model EQS 450 Plus ហើយនិង EQS 400 Formatic មិនត្រឹមតែប៉ុណ្ណោះជាមួយនឹង EQS 580 Formatic ក៏ត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធអគ្គិសនី800 V និងម៉ូទំហំរហូតដល់122 kW ម៉ោងខណៈដែល EQS 400 ប្រើប្រាស់ទំហំថ្មតូចជាងគឺ112 kW ម៉ោងអញ្ចឹង Mercedes បានកែលម្អសមត្ថភាពថ្មដោយគ្រប់គ្រងប្រព័ន្ធការសាក DC ល្បឿនលឿនរហូតដល់350 kW ដែលអាចបន្ថែមចម្ងាយបើកបោកបានរហូតដល់320 km ដែលចាយពេលសាកត្រឹមតែ10នាទីវាត្រូវបានអនុវត្តដោយកម្មវិធី software ដែលបានបែងចែកថ្មពីរផ្នែកផ្សេងគ្នាដោយការសាកនីមួយៗមានថាមពល 400V ក្នុងអត្រាបរិមាណ175 kW អញ្ចឹងសម្រាប់ model EQS 450 Plus មានចម្ងាយបើកបរតាមស្តង់ដារ WLTC អ្នកវាស់វែងគឺរហូតដល់426 km ជាមួយនឹងអត្រាប្រើប្រាស់ថាមពលចន្លោះពី 15.4 ទៅ 19.3 kW ម៉ោងក្នុងចម្ងាយ100 km ម៉ូដែលទាំងអស់ក៏ត្រូវបានបំពាក់ដោយប្រអប់លេខ2វគ្គដែលជួយបង្កើនល្បឿនលឿននិងមានប្រសិទ្ធភាពខ្ពស់ការកែប្រែដ៏សំខាន់មួយគឺប្រើប្រាស់បច្ចេកវិទ្យា Steer by Wheel ដែលអនុញ្ញាតឲ្យគ្រប់គ្រងការបត់បែនដោយគ្មានការតភ្ជាប់ប្រព័ន្ធមេកានិកទេអញ្ចឹងសម្រាប់អត្រាចង្កូតត្រូវបានកំណត់នៅ 4.1 នៅល្បឿនទាបដែលធ្វើឲ្យវាមានការបត់បែនចូលកន្លែងចង្អៀតមានភាពងាយស្រួលមែនទែនជាមួយគ្នានេះផងដែរចង្កូតរថយន្តក៏ត្រូវបានផ្លាស់ប្ដូរទៅបែបទម្រង់ Yuki ដែលដូចជារថយន្ត Tesla ដែរអញ្ចឹងសម្រាប់បច្ចេកវិទ្យាផ្នែកខាងក្នុងវិញត្រូវបានបន្ថែមជាមួយនឹងបច្ចេកវិទ្យាថ្មីៗដូចជា Mercedes-Benz Operating System ជំនាន់ថ្មី MBUX Virtual Assistant អេក្រង់ Hyper Screen អេក្រង់កំសាន្តទំហំ 13.1 អេងសម្រាប់អ្នកដំណើរខាងក្រោយអញ្ចឹងសម្រាប់តម្លៃនៅទីផ្សារអឺរ៉ុបវិញរថយន្ត EQS 450 Plus តម្លៃ $127,500 ហើយសម្រាប់ EQS 400 Formatic តម្លៃ $145,000 សម្រាប់តម្លៃ EQS 580 Formatic តម្លៃ $158,500 ការកែតម្រង់ថ្មីរបស់ Mercedes EQS នាំមកនៅបច្ចេកវិទ្យាជាច្រើនដូចជាប្រព័ន្ធសាក 800V សាកពណ៌ល្បឿនលឿនមែនទែនបច្ចេកវិទ្យា Steer by Wheel និងចង្កូត Yuki ព្រមទាំងបន្ថែមចម្ងាយកាន់តែឆ្ងាយអញ្ចឹងសម្រាប់បងប្អូនយល់យ៉ាងណាដែរកុំភ្លេច comment នៅខាងក្រោមពីខ្ញុំទៅមានតែប៉ុណ្្នឹងឯងជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ